យល់សុបិនឃើញបាក់ថ្មិញនឹងមានសាច់ញាតិឈឺថ្កាត់ឬស្លាប់មុននឹងឈានចូលដល់ការបកស្រាយសុបិនសូមបងប្អូនកុំភ្លេចជួយចុច like និង subscribe channel ខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃតាមការជំនឿតតៈខីអ្នកពីចាស់ចាស់ប្រសិនយល់សុបិនឃើញខ្លួនឯងបាក់ថ្មិញវាអាចជាសញ្ញារឿងអពមង្គលសម្រាប់ម្ចាស់ខ្លួនព្រោះបាក់ថ្មិញត្រីប្រជាជនមានជំនឿថាជានិមិត្តរូបនៃភាពអវិជ្ជមាននៅក្នុងជីវិតពិតយ៉ាងណាមិញការកាត់ស្រែយល់សុបិនតាមតម្រាបបាក់ថ្មិញមិនអាក្រក់ទាំងអស់វាអាចជាសញ្ញាល្អដែរដូច្នេះមកអានការបកស្រាយខាងក្រោមជាមួយគ្នាយល់សុបិនដកថ្មិញខ្លួនឯងវាជាសញ្ញាប្រាប់ពីបញ្ហារបស់អ្នកសន្តានដែលនៅឆ្ងាយញាតិរបស់អ្នកអាចឈឺថ្កាត់ធ្ងន់ធ្ងរឬជួបគ្រោះរហូតដល់បាត់បង់ជីវិតដោយឡែកចំពោះហិរញ្ញវត្ថុអ្នកនឹងត្រូវចំណាយច្រើនខ្លាំងរហូតជាប់បួលគេបើសិនមិនប្រុងប្រយ័ត្នលើការចាយវាយឲ្យបានត្រឹមត្រូវទេយល់សុបិនលើក្នុងអំឡុងពេលនេះចូលប្រយ័ត្នខ្ពស់ចំពោះពាក្យសម្ដីនិងសកម្មភាពមួយចំនួនរបស់ខ្លួនដោយពាក្យចាស់ពោលថាកេតសិនសំគូដោយសារទង្វើរបស់អ្នកអាចនាំឲ្យខាតលៀបផ្នែកហិរញ្ញវត្ថុវិញអ្នកត្រូវត្រៀមហត់នឿយណាស់ទើបមានប្រាក់ចំណាយគ្រប់គ្រាន់យល់សុបិនក្រោមបាក់ថ្មិញក្រោមជានិមិត្តរូបល្អណាស់រស់ជីវិតពិតអ្នកនឹងទទួលបានលាភសំណាងនិងកិត្តិយសពីការងារចំពោះអ្នកធ្លាប់បែកបាក់មិនថាមិត្តសម្លាញ់ឬគូស្នេហ៍អាចនឹងត្រូវរកឃ្លាវិញយល់សុបិន1បកស្រាយថាអ្នកនឹងទទួលបានសំណាងល្អពីរឿងជំវិញខ្លួនទាំងស្នេហាអាជីពនិងលុយកាក់អ្នកនលាវនឹងជួបគូអ្នកធ្វើការនឹងមានឱកាសឡើងតំណែងហើយអ្នករកស៊ីនឹងទទួលបានប្រាក់ចំណេញច្រើនយល់សុបិន2បាក់ថ្មិញពីរគ្រាប់មានន័យថាអ្នកនឹងជួបបញ្ហាសុខភាពដូចជាឈឺសន្លាក់និងឈឺឈឹងឆ្អែងចំពោះសេចក្តីស្នេហាកំឡក់ក្រមុំជាប្រភ្នុលល្អព្រោះគូស្នេហ៍មានតែភាពផ្អែមល្ហែមនិងចក់សម្រុងគ្នាសុបិនឃើញមានថ្មិញដុះឡើងថ្មីទំនាយបញ្ជាក់ថានឹងមានមនុស្សមកសុំស្នាក់នៅដែលជាប្រភ្នុលមិនស៊ឺល្អទេអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច like និង subscribe channel ខ្ញុំផងដើម្បីទទួលបាននូវវីដេអូថ្មីៗរៀងរាល់ថ្ងៃ